បាទជំរាបសួរសាជាថ្មីតោះឥឡូវយើងទៅសិក្សាបន្តទៅលើអ្វីទៅជាតួដូចគ្នានៅក្នុងសន្សំពីគណិតអញ្ចឹងយើងមើលតាមរយៈឧទាហរណ៍មួយនេះខ្ញុំនឹងអានឧទាហរណ៍អ្នកទាំងអស់គ្នានៅក្នុងកន្សោមពហុធាតុមួយនេះតើមាន 5x បូក 8y ដក 4x បូក 2y ដែលមានតួ 5x ហើយនឹង 4x ហើយនឹង 8y និង 2y មានអថេរដូចគ្នាគឺអថេរ x ហើយនិងអថេរ y ទាំងអស់ហ្នឹងគេត្រូវបានហៅថាតួដូចគ្នាតួដូចគ្នាអាចត្រូវបានបញ្ចូលគ្នាដោយប្រើលក្ខណៈមួយនេះអញ្ចឹងឥឡូវខ្ញុំសូមទៅបញ្ចូលទៅលើរូបនេះតែម្ដងយើងមើលថាមានកន្សោមពហុធាតុមួយដែលមាន 5x ហើយនឹងដក 3x អញ្ចឹងឃើញថាតួទាំងពីរនេះគឺមានអថេរដូចគ្នាអញ្ចឹងគេត្រូវបានហៅថាវាជាតួដូចគ្នាចំណែកឯ 7y និង 6y ដូចគ្នាដែរគេហៅថាតួដូចគ្នាដោយសារអីព្រោះវាមានអថេរដូចគ្នាអញ្ចឹងដើម្បីគណនាផលបូកឬផលដកទៅលើតួនីមួយៗនឹងបានគេគ្រាន់តែធ្វើការទៅលើប្រមាណវិធីទៅលើមេគុណវាតែប៉ុណ្ណោះឧទាហរណ៍នៅក្នុងរូបនេះគឺមេគុណ x នេះមានមេគុណ a ហើយ x មួយទៀតនឹងមានមេគុណ b អញ្ចឹងគ្រាន់តែយកមេគុណបូកនឹងមេគុណហើយរក្សាអថេរទុកដដែលតិចទៀតអ្នកនរគ្នានឹងស្វែងយល់ទៅលើលំហាត់គំរូប៉ុន្តែមុននឹងដល់លំហាត់គំរូខ្ញុំសូមណែនាំតាក់ទងនឹងសម្គាល់សិនសម្គាល់ទី1តួដូចគ្នាអាចត្រូវបានគេហៅថាតួដែលមានអថេរដូចគ្នាដូចខ្ញុំរៀនពីមុនមកគឺខ្ញុំតែងតែប្រើពាក្យនេះតួដែលមានអថេរដូចគ្នាហើយទី2 degree នៃតួខុសគ្នាมันអាចបញ្ចូលជាតួតែមួយបានទេមិនថាมันអាចធ្វើប្រមាណវិធីបែបនេះបានទេឥឡូវយើងមើលឧទាហរណ៍មួយនេះយើងឃើញថាបន្ទាប់គេធ្វើដូចខាងលើមកផ្ដុំតួរួចហើយបានចម្លើយប៉ុណ្ណេះហើយមើលទៀត 10x ការ៉េនិងដក 3x នេះមានអថេរអីដូចគ្នាគឺអថេរ x ហេតុអ្វីបានគេមិនអាចធ្វើប្រមាណវិធីបញ្ចូលគ្នារវាងតួទាំងពីរនេះដោយសារយើងមើលក្នុងនេះគេថាដោយសារ 10x ការ៉េហើយនឹងដក 3x ហ្នឹងគឺមាន degree នៃតួនឹងខុសគ្នាអញ្ចឹងគេមិនអាចបញ្ចូលតួទាំងពីរហ្នឹងជាមួយគ្នាបានទេប៉ុន្តែបើសិនជា 10x នេះមាន degree តែមួយដូច 3x ដែរអញ្ចឹងគេអាចបញ្ចូលគ្នាបានទៅជាបានទៅជា 7x ឥឡូវយើងទៅសិក្សាលើលំហាត់គំរូទាំងអស់គ្នានេះលំហាត់គំរូរបស់យើងគេមាន2លំហាត់ដែលលំហាត់ទី1ខ្ញុំសូមទៅបញ្យល់នៅដំណោះស្រាយតែម្ដងដើម្បីឲ្យកុំឲ្យខាតពេលនេះគណនាកន្សោមខាងក្រោមនៅពេលដែលយើងឃើញប៉ុណ្ណេះដើម្បីគណនាកន្សោមនឹងបានគេត្រូវគុំតួដែលមានអថេរដូចគ្នាយើងមើលមកនេះគេគុំអថេរ x នៅជិតអថេរ x ហើយអថេរ y គឺនៅជិតអថេរ y បន្ទាប់មកគេធ្វើប្រមាណវិធីទៅលើមេគុណនៃអថេរនីមួយៗនេះគេបានប៉ុណ្ណេះចំណែកខាងក្រោមគឺដូចគ្នាគឺគុំតួដែលមានអថេរដូចគ្នា x ការ៉េនេះគឺដូចគ្នានៅជិតគ្នាហើយអថេរ x គឺនៅជិតគ្នាបន្ទាប់មកធ្វើប្រមាណវិធីទៅលើតែមេគុណតែប៉ុណ្ណោះហើយរក្សានៅអថេរទុកដដែលអញ្ចឹងនេះគឺជាលំហាត់ប្រតិបត្តិអ្នកទាំងអស់គ្នាអាចស្វែងយល់និងរៀនធ្វើខ្លួនឯងដើម្បីឲ្យចំណេះដឹងខ្លួនឯងកាន់តែប្រសើរបាទវីដេអូនេះមានតែប៉ុណ្្នឹងសូមអរគុណជម្រាបលា